បាទសួស្តីកូនទី12ទាំងអស់គ្នាបាទគិតមកដល់ថ្ងៃនេះយើងថ្ងៃទី2ខែកក្កដាដូច្នេះយើងនៅសល់តែបាទមួយខែ8ថ្ងៃបាទដល់ថ្ងៃប្រឡងតែម្ដងដូច្នេះថ្ងៃនេះលោកគ្រូពំនាំមកនៅការសិក្សាអនុគមមួយបែបងាយទេបាទដូច្នេះនេះជាមូលដ្ឋានគ្រឹះដែរនៅចំពោះកូនដែលមិនទាន់ចាប់បានចំពោះការសិក្សាអនុគមបាទចេះការសិក្សាអនុគមមួយនេះគឺលោកគ្រូសិក្សាទៅលើអនុគមលោការីតនេប៉ែចេះសូមកូនមើលប្រធាននៅលើក្តារខៀនទាំងអស់គ្នាបាទឆ្នេះ f ជាអនុគមកំណត់ដោយ y ស្មើនឹង f នៃ x ស្មើនឹងលោនេប៉ែនៃ x លើ x ការ៉េហើយមានក្រាប c បាទទី1គេឲ្យយើងគណនា limit x ខិតរោបូក anon នៃ f នៃ x និងមួយទៀត limit x ខិតរោ0នៃ f នៃ x បាទទាញរកសមីការ asymptote ឈរនិងដេកនៃក្រាប c សំណួរទី2បង្ហាញថា f មានតម្លៃអតិបរមាត្រង់ x ស្មើឬការ៉េនៃ e សង់តារាងអថេរភាពនៃ f ទី3រកសមីការបន្ទាត់ d ដែលប៉ះនឹងក្រាប c ត្រង់ចំណុច m មានកូអរ៉ូណេ1 10បាទបន្ទាប់មកសង់ d និង c ដោយគេប្រាប់តម្លៃឬការ៉េនៃ e ស្មើ 1.6 ចំណែក1លើ 2e គឺស្មើនឹង 0.2 បាទដូច្នេះអ្វីដែលយើងត្រូវធ្វើមុនដំបូងគឺកូនត្រូវគណនា limit បាទចេះគណនា limit ដូច្នេះលោកគ្រូដាក់សំណួរទី1គណនា limit បាទគណនា limit ចេះ limit បាទចេះលោកគ្រូមើលកូនមើល f នៃ x មួយសិនលោកគ្រូបញ្ជាក់អំពីដែនកំណត់វាហើយដូច្នេះស្មើលោនេប៉ែនៃ x លើ x ការ៉េបាទចេះមានន័យថាបើតកតទៅនឹងឡូការ៉ីតនេប៉ែនៃ x ច្នេះកូនត្រូវចាំឲ្យច្បាស់ថា x វិជ្ជមានបាទហើយ x វិជ្ជមានដូច្នេះគេបាន d បើយើងនេះស្មើសំណុំពី0ទៅសំណុំដែលមានធាតុពី0ទៅបូកអាណន់នេះគឺជាដែនកំណត់ឬក៏គេឲ្យលក្ខខណ្ឌឲ្យយ៉ាងខ្លីគេថា x វិជ្ជមានអញ្ចឹងក៏បានដែរបាទចេះនៅកន្លែងនេះកូននឹងគណនា limit ទី1 limit x ខិតរោបូកអាណន់បាទបូកអាណន់នៃ f នៃ x ចេះកូនជួសf នៃ x របស់យើងចូលបាទចេះយើងបានលោនេប៉ែនៃ x លើ x ការ៉េបាទចេះកន្លែងនេះកូនត្រូវដឹងថានៅពេលដែល x ខិតរោបូកអាណន់អានេះខាងលើអាណន់ខាងក្រោមនេះក៏អាណន់ដែរបាទប៉ុន្តែប្រភេទបូកអាណន់របស់លោនេប៉ែនេះវាខ្សោយជាង x ការ៉េនេះបាទខ្សោយជាង x ការ៉េដូច្នេះមានន័យថាខ្សោយនៅលើខ្លាំងនៅក្រោមដូច្នេះ limit ហ្នឹងកូនបាន0បាទ limit ហ្នឹងបាន0ហ្នឹងគឺរូបមន្តតែម្ដងបាទអញ្ចឹងរូបមន្តមួយទៀត limit x ខិតរោ0បាទកូនឃើញ0នៅក្នុងប្រធានគេដាក់0អញ្ចឹងប៉ុន្តែនៅពេលដែលយើងសិក្សាដែនកំណត់មកយើងឃើញថាពី0ទៅបូកអាណន់ដូច្នេះនៅពេលគណនាកូនដាក់អានឹង0បូកបាទកូនដាក់អានឹង0បូកបាទចឹងនេះគឺ f នៃ x ដូចគ្នាដែរលោកគ្រូនឹងបាន limit x ខិតរោ0បូកលោនេប៉ែនៃ x លើ x ការ៉េបាទកន្លែងនេះកូនច្រើនតែច្រឡំដែរបាទច្រើនតែច្រឡំដែរចេះការគណនា limit នេះកូនអាចគិតចេះអានេះលោនេប៉ែនៃ0បូកនេះខិតរោដកអាណន់បាទដកអាណន់លើ0បូកនៅដកអាណន់ដដែលចេះកូនអាចផ្ដាច់មកចេះក៏បានដែរបាទអ្នកខ្លះមើលកន្លែងហ្នឹងចេះតែច្រឡំដូច្នេះលោកគ្រូនឹងបង្ហាញកុំឲ្យច្រឡំគ្នាចេះកូនអាចសរសេរ1លើ x ការ៉េអញ្ចឹងទៅហើយអានេះគុណនឹងលោនេប៉ែនៃ x នេះមកដល់កន្លែងនេះកូនឈប់ច្រឡំហើយបាទចេះកូនអាចមើលឃើញច្បាស់ហ្មងបាទអានេះលេខលើ0នេះគឺ0បូកដូច្នេះកន្លែងនេះបូកអាណន់អានេះដកអាណន់ដូច្នេះគុណទៅកូនឃើញដកអាណន់បាទកូនឃើញដកអាណន់តែម្ដងចេះកន្លែងនេះលោកគ្រូបញ្ជាក់កូនឲ្យបញ្ជាក់ម្ដងទៀតនៅពេលដែល x ខិតរោ0បូកនេះលោនេប៉ែនៃ x លើ x ការ៉េនេះកូនគិតដោយលោកគ្រូគិតពីជំហានដំបូងក៏បានដែរអានេះស្មើដកអាណន់លើ0បូកនៅដកអាណន់ដដែលបាទចេះបើកូនខ្លាចច្រឡំកូនបំបែកវាអញ្ចឹងមកបាទបំបែកទៅជាផលគុណអញ្ចឹងមកកូនឃើញអានេះបូកអាណន់គុណនឹងដកអាណន់ដូច្នេះឃើញដកអាណន់បាទចេះចម្លើយរបស់យើងបានប៉ុណ្ណឹងហើយគេឲ្យយើងបន្តមកទៀតទាញរោគបាទទាញរោគសមីការasymptote បាទ asymptote ឈរនឹងដេកបាទនឹងដេកនៃក្រាប C បាទនៃក្រាប C បាទការទាញរោគសមីការ asymptote ឈរនឹងដេកនៃក្រាប C កូនមើលលទ្ធផល limit ដែលយើងបានហ្នឹងបាទចេះកូននឹងអាចមើលដោយ limit x ខិតរោបូកអាណន់នេះបាទបូកអាណន់នៃ f នៃ x របស់យើងនេះស្មើនឹង0នេះកូនឃើញអានេះស្មើ0បាទស្មើនឹង0 x ខិតរោអាណន់ចេញលេខឆ្នេះសន្និដ្ឋានលេខនឹងឯងជា asymptote លេខដូច្នេះគេសន្និដ្ឋានបាន y បាទ y ស្មើ0ឬក៏ ax' x បាទជា
សម័យកាល asymptotic ជាសម័យកាល asymptotic នៃក្រាបសេបាទនៃក្រាបសេចេះកូនបានអានេះមួយបាទបានមួយដោយមួយទៀតមូលហេតុមួយទៀតបាទដោយមួយទៀតកូនបញ្ជាក់គេច្បាស់ចឹងទៅចេះដោយ limit x ខិតរ0បូកនៃ f នៃ x របស់យើងនេះកូនឃើញអីគេឃើញដកអាណន់បាទ0បូកឃើញដកអាណន់x ខិតរលេខចេញអាណន់បាន asymptote ឈរបាទដូច្នេះកូនដាក់ឈ្មោះឲ្យច្បាស់លាស់គឺ x ស្មើ0អត់មាន x 0បូកទេកូនបាទណាជាសម័យកាលasymptote ឈរasymptote ឈរនៃក្រាបសេបាទចេះយើងបានមួយទៀតហើយបាទចេះបានន័យថាសំណួរទី1យើងបានបញ្ចប់បាទតាមរយៈ limit ហ្នឹងយើងអាចទាញបានលទ្ធផល2ទៀតគឺមួយ asymptote និងមួយទៀតជា asymptote ឈរបាទហើយកន្លែងនេះលោកគ្រូនឹងលុបដើម្បីចូលសំណួរទី2យើងទុកគ្រាន់បានមើលប្រធានបាទទុកខាងនោះដើម្បីបានមើលប្រធានបាទសំណួរទី2គេឲ្យយើងបង្ហាញថាអនុគម F មានអតិបរមាបាទចេះកូននឹងមើលកន្លែងនេះមួយទៀតចេះគេឲ្យយើងបង្ហាញថាសំណួរទី2បាទសំណួរទី2បង្ហាញថា F មានតម្លៃអតិបរមាមានតម្លៃអតិបរមាបាទមានតម្លៃអតិបរមាត្រង់ x ស្មើនឹងឫសការ៉េនៃបាទចេះក្នុងលំហាត់នេះកូននឹងចាំតម្លៃរបស់ឫសការ៉េនៃបាទចាំរហូតដល់ពេលប្រឡងបាទចេះនៅក្នុងករណីនេះដើម្បីបង្ហាញថាអនុគមរបស់យើងមានអតិបរមានៅក្នុងការសិក្សាអនុគមនេះកូនត្រូវរកតាម derivative ទី1ហើយគូសតារាងសញ្ញាចេះកូនកុំរកតាម derivative ទី2បាទកូនរកតាម derivative ទី1ចេះលោកគ្រូនឹងមាន f នៃ x របស់យើងស្មើប៉ុណ្ណេះស្មើនឹងលោកនៃពែនៃ x លើ x ការ៉េបាទកូនដឹងហើយមិញ d របស់យើងគឺពី0ទៅបូកអាណល់ចេះលោកគ្រូនឹង derivative អនុវត្តរូបមន្តបាទ derivative របស់យើងកូនអនុវត្តរូបមន្ត Euler weight ចេះស្មើនឹង Euler prime ចេះលោកគ្រូបានលោកនៃពែនៃ x ទាំងអស់ prime គុណនឹង weight Euler prime weight ដក weight prime Euler អានេះ prime គុណនឹងលោកនៃពែនៃ x ទាំងអស់នេះចែកនឹង x ស្វ័យគុណ4បាទដូច្នេះ x ការ៉េលើកជាការ៉េទៀតលើ weight ការ៉េដូច្នេះកូនមើលកន្លែងនេះលោកនៃពែនៃ x បាន1លើ x គុណនឹង x ការ៉េអានេះលោកគ្រូបានដក 2x គុណនឹងលោកនៃពែនៃ x ចែកនឹង x ស្វ័យគុណ4បាទមួយទៀតកូនស្រួលអានេះណានេះចេះគ្រូសល់ x ដកឲ្យ 2x គុណនឹងលោកនៃពែនៃ x ចែកនឹង x ស្វ័យគុណ4បាទកន្លែងនេះកូនត្រូវចាំឲ្យច្បាស់បាទធ្វើលំហាត់ដោយយកចិត្តទុកដាក់ដល់យូរទៅគឺថាតែអា x ដក 2x នេះស៊ីសងគ្នាបានអានឹងខុសហើយបាទកន្លែងនេះស៊ីសងអត់បានទេកូនមានលទ្ធភាពតែមួយគត់គឺទាញ x ជាកតាបាទទាញ x ជាកតាដើម្បីសម្រួលចោលចេះលោកគ្រូនឹងទាញ x ជាកតាសល់1ដកឲ្យ2លោកនៃពែនៃ x លើ x ស្វ័យគុណ4បាទចេះលំហាត់យើងកូនអាចសម្រួលបានកូនអាចសម្រួល x នេះចោលបាននីតិសន្នខាងក្រោមនេះជានីតិសន្នសេះក៏ដោយអត់បញ្ហាទេដោយសារដែនកំណត់យើងពី0ទៅបូកអាណល់ដូច្នេះទោះបី x របស់យើងនេះស្វ័យគុណគូក៏ដោយសេះក៏ដោយនៅតែជាចំនួនវិជ្ជមានចេះលោកគ្រូសម្រួលទៅនៅសល់1ដកឲ្យ2លោកនៃពែនៃ x ចែកនឹង x ស្វ័យគុណ3នេះបាទចេះកូនឃើញ f' នៃ x ស្មើប៉ុណ្ណឹងចេះនៅពេលដែលយើងបាន f' នៃ x ស្មើប៉ុណ្ណឹងកូនបញ្ជាក់ថាអានឹងយកសញ្ញាតាមបាទយកសញ្ញាតាម1ដក2លោកនៃពែនៃ x ព្រោះអីព្រោះ x គីបនេះវិជ្ជមានដែរគ្រប់ x វិជ្ជមានបាទចេះដោយសារតែកសោមភាគបែកនេះវិជ្ជមានចេះភាគបែកវិជ្ជមានទាមទារឲ្យយើងភាគយករបស់យើងគឺរត់សញ្ញាទៅតាម f' នៃ x ចេះកំណត់នៅសញ្ញា f' នៃ x ចេះកូនរកឫសវាមកបាទចេះកូនត្រូវសិក្សា3លក្ខខណ្ឌបាទ3លក្ខខណ្ឌទៀតហើយចេះមិនមែន1លក្ខខណ្ឌទេបាទមិនរកតែឫសឲ្យកូនទៅគូសតារាងសញ្ញាចប់អាហ្នឹងគឺគេអត់ឲ្យបន្ទុកពេញទេចេះស្មើនឹង0បាទចេះគ្រូនឹងបោះរលោនៃពែនៃ x ចេះកូនបានលោនៃពែនៃ x លើកអានេះមិនដែរលើកមកសល់1លើ2បាទចេះដើម្បីដោះស្រាយសមីការកូនអាចដឹងឲ្យលោកគ្រូបរិយានេះឲ្យតិចដើម្បីរំលឹកយើងចេះកូនអាចសរសេរអានេះលោនៃពែនៃប៉ុណ្ណេះបាទចេះ1លើ2នេះសរសេរលោនៃពែនៃសេគុណ1លើ2ចេះលុបលោនៃពែចោលកូនបានស្មើនឹងសេគុណ1លើ2អានេះហើយគឺឫសការ៉េនៃបាទនេះករណី
ករណីទី1ដែលយើងសិក្សាគឺករណីដែលស្មើនឹង0ចេះកូននឹងសិក្សាបន្តមកទៀតបាទបន្តមកទៀតបើកន្សោមនឹងធំជាង0បាទបើកន្សោមនឹងធំជាង0ចឹងកូននឹងសិក្សាមួយទៀតបើ1 ដក 2 លននីពែនៃ x ធំជាង0ចឹងគ្រូបោះរលននីពែនៃ x ទៅវាត្រូវតូចជាងនេះតូចជាង1លើ2វិញបាទចេះបើវាតូចជាង1លើ2មានន័យថា x នេះតូចជាងគ្រូដាក់នេះយកទៅឬក្រេនៃបាទឬក៏យើងសរសេរចេះសិនក៏បានដែរឲ្យឃើញលទ្ធផលចានេះតូចជាងលននីពែនៃសេគុណកន្លះបាទចេះយើងបានអានេះ x តូចជាងសេគុណកន្លះប៉ុន្តែ x នេះត្រូវដឹងថាកូនត្រូវធំជាង0ចេះកូនបិទអាហ្នឹងមកចេះយើងបាន0តូចជាង x តូចជាងឬការ៉េនៃចេះកន្សោមនេះវិជ្ជមានលុះត្រាតែ x នៅចន្លោះនេះចេះកូនកុំច្រឡំកន្លែងហ្នឹងបាទបើមួយទៀតបើ1 ដក 2 លននីពែនៃ x តូចជាង0ចេះគ្រូបោះរលននីពែនៃ x ទៅលើកអាហ្នឹងមកវាត្រូវធំជាង1លើ2វិញបាទចេះគេនឹងបានលននីពែនៃ x របស់យើងធំជាងលននីពែនៃសេគុណ1លើ2ចេះគេបាន x ធំជាងសេគុណ1លើ2ឬក៏យើងនិយាយថា x ធំជាងឬការ៉េនៃបាទក្រោយពីបានសិក្សា3លក្ខខណ្ឌហើយកូនត្រូវគូសតារាងសញ្ញាមួយទៀតបាទដើម្បីស្រង់វាយកមកដាក់នៅក្នុងតារាងសញ្ញាយើងសន្និដ្ឋានបាទយើងសន្និដ្ឋានតម្លៃអតិអបៈរបស់យើងបាទតើវាមានអតិឬក៏អបៈឆ្នេះកូនត្រូវមើលកន្លែងនេះលោកគ្រូនឹងគូសតារាងសញ្ញាបាទចំពោះឡូការីតនៃពែដែលដែនកំណត់របស់យើងយកពី0ទៅបូកអណន្តកូនត្រូវធ្វើបែបនេះនេះi' នៃ x ឆ្នេះកូនឃើញឬការ៉េនៃជារឹសរបស់វានេះទៅដល់បូកអណន្តបាទក្រោមរឹសកូនត្រូវដាក់0បាទកូនត្រូវដាក់0បាទឆ្នេះកូនត្រូវសិក្សាឃើញហើយមិញកន្សោមនេះវិជ្ជមាន x របស់យើងនៅចន្លោះនេះគឺពី0ទៅរឹសពី0ទៅរឹសធ្វើឲ្យកន្សោមនេះវិជ្ជមានកូនកុំច្រឡំកន្លែងហ្នឹងបាទចេះបានន័យថានេះបានបូកខាងនេះបានដកកន្សោមនេះតូចជាង0រកទៅឃើញក៏ប៉ុណ្ណឹងឆ្នេះដើម្បីបង្ហាញថាអនុគមមានអតិបរមាកូនត្រូវនិយាយមកបន្តទៀតត្រង់ x ស្មើរឹសការ៉េនៃក្បៀស f' នៃ x ស្មើ0ហើយបដូរសញ្ញា2បូកទៅដកបាទ2បូកទៅដកនេះបាទកូននិយាយប៉ុណ្្នឹងមកសន្និដ្ឋានបានហើយដូច្នេះគេអាចសន្និដ្ឋានបានថា f បាទ f មាននោះបាទកន្លែងនោះមក f មានតម្លៃបាទមានតម្លៃអតិបរមាបាទមានតម្លៃអតិបរមាត្រង់ x ស្មើត្រង់ x ស្មើឬការ៉េនៃបាទចេះកូនអាចរកតម្លៃឲ្យហើយទៅបាទដើម្បីគូតារាងតម្លៃអតិបាទចេះយើងនឹងរកតម្លៃអតិបរមាចេះយើងត្រូវគណនា f នៃឬការ៉េនៃតើកូនកណនា f នៃឬការ៉េនៃនឹងយ៉ាងដូចម្ដេចហើយកូននឹងជួសចូលទៅ f នៃឬកូនសរសេរលននីពែនៃសេគុណ1លើ2ចែកនឹងអានោះឬលើកជាការ៉េបាទនេះកូនឃើញហើយបាទអានេះស្មើ1លើ2ដូច្នេះស្មើ1លើ2បាទចេះនេះអ្វីដែលកូនត្រូវសិក្សាដើម្បីបង្ហាញបាទច្នេះកូនលោកគ្រូបញ្យល់នេះមកទៀតលននីពែនៃសេគុណ1លើ2ស្មើ1លើ2ចេះនេះឬការ៉េនៃលើកជាការ៉េនេះដាច់សល់ច្នេះកូនតម្លាក់2ចុះនឹងមកសល់ប៉ុណ្ណឹងចេះឆ្លើយទៅនឹងសំណួរទី2យើងនៅចំណុចមួយទៀតគឺសង់តារាងអថេរភាពបាទច្នេះលោកគ្រូនឹងដាក់ទៅខាងលើសង់តារាងអថេរភាពនៃ f បាទសង់តារាងអថេរភាពនៃ f សង់តារាងអថេរភាពនៃ f បាទចេះដើម្បីសង់តារាងអថេរភាពនៃ f នេះកូនច្រឡងដូចនេះអាពីជួរដេកនេះមួយនៅអានេះមួយកូនច្រឡងដូចបាទចេះកូននឹងគូសតារាងអថេរភាពមកយើងគូសជាចតុកោណកែងក៏បានមិនចតុកោណកែងក៏បានស្រេចនឹងចិត្តអីបាទច្នេះកូននឹងសិក្សាទៅតាមនឹងមកចេះដូចអ្វីដែលលោកគ្រូបានបញ្ជាក់អញ្ចឹងអានេះគឺ x អានេះ f' នៃ x អានេះ f នៃ x ច្នេះ0បាទកូនឆោតបើក្រោមមកកន្លែងហ្នឹងអត់មានន័យទេបាទចេះនេះដល់រឹសឬការ៉េនៃអានេះដល់បូកអាណនអានេះ0យើងបានសិក្សារួចហើយខាងនេះបូកខាងនេះដកនេះពីរជួរនេះជួរលើខាងនេះកូនដាក់ទៅនេះហើយជួរ derivative សញ្ញា derivative កូនដាក់ទៅនេះបាទចេះអនុគមយើងជាអនុគមកើននៅក្នុងចន្លោះហ្នឹងដូច្នេះគូព្រួយឡើងអានេះគូព្រួយចុះបាទដូច្នេះយើងបានមិញគឺគណនារួចហើយឃើញ1លើ2
1 លើ 2 ចេះកូនដាក់អានេះ1 លើ 2 ទុកគេអញ្ចឹងទៅ limit x ខិតរត់ដល់អាណនខិតរត់0បូកមិនចេញដល់អាណនបាទចេញដល់អាណនចំណែកអានេះចេញ0បាទចេះកូនឃើញថាតារាអធិភាពរបស់យើងឡើងពីតូចទៅធំហើយចុះពីធំមកតូចបាទដូច្នេះសំណួរទី2តារាអធិភាពយើងបញ្ចប់ត្រឹមប៉ុណ្ណឹងហើយលោកគ្រូនឹងចូលដល់សំណួរទី3រោគសមីការបន្ទាត់ទេបាទរោគសមីការបន្ទាត់ទេបាទរោគសមីការបន្ទាត់ទេបាទដូចបន្ទាត់ដេទី3បាទរោគសមីការបន្ទាត់ដេរោគសមីការបន្ទាត់ដេការរោគសមីការបន្ទាត់ដេកូនដឹងថាបន្ទាត់ដេនេះជាបន្ទាត់ប៉ះត្រង់ចំណុចដែលមានកអរណេ1 0ឆ្នេះកាលណាគេប្រាប់កូនថាប៉ះត្រង់ចំណុចហ្នឹងមានចំណុចហ្នឹងនៅលើក្រាបផ្សេងឆ្នេះកូនយកអានេះធ្វើ x0 អានេះជា y0 បាទឆ្នេះរបស់ហ្នឹងវាមាននៅនឹងស្រេចបាទឲ្យតែគេប្រាប់ថាប៉ះត្រង់ចំណុចហ្នឹងនៅលើក្រាបផ្សេងបាទចេះកូនអាចទៀងទាត់មើលយកមួយទៅជួសនៅក្នុងនេះមើល0ទេលោកនៅពេលនេះមួយបាន0ត្រឹមត្រូវដូច្នេះមានន័យថាកអរណេចំណុចអប់នេះទៀងទាត់ទៅនឹងសមីការតាំងអនុគមដូច្នេះមានន័យថាចំណុចហ្នឹងនៅលើក្រាបផ្សេងហើយដូច្នេះកូនយកដោយអ្វីដែលលោកគ្រូបញ្ជាក់មកឆ្នេះត្រូវសរសេររូបមន្តសមីការបន្ទាត់ប៉ះបាទបន្ទាត់ប៉ះគេប្រាប់ស្អីក៏ដោយដេក៏ដោយទេក៏ដោយចេះកូនត្រូវចាំរូបមន្តបាទដូច្នេះយើងបាន y ស្មើចេះលោកគ្រូបាន y ស្មើនឹង f' នៃ x0 កតា x ដក x0 បូកឲ្យ y0 ច្នេះកន្លែងនេះលោកគ្រូយក x0 ស្មើនឹង1ចំណែក y0 របស់យើងស្មើនឹង0ចេះអ្វីដែលកូនត្រូវគណនាគឺ f' នៃ 0បាទ f' នៃ1ចេះ f' នៃ1អំបញ្ញមាញ់នេះគឺ1ដក2ឡូនេប៉ែនៃ1លើ1គីបបាទលើ1គីបនេះ f' នៃ x របស់យើងស្មើនឹង1ដក2ឡូនេប៉ែនៃ x លើ x គីបឆ្នេះកូនជួសទៅឡូនេប៉ែនៃ1 0ឆ្នេះនេះនៅសល់1បាទឆ្នេះគ្រប់គ្រឿងហើយឆ្នេះយើងបានបន្ទាត់របស់យើងគឺ y ស្មើនឹង1កតា x ដក1បូកឲ្យ0ដូច្នេះចុងក្រោយលោកគ្រូនឹងបាន y ស្មើនឹង x ដក1បាទ y ស្មើ x ដក1នេះគឺជាបន្ទាត់ប៉ះទៅនឹងក្រាបសេតាំងអនុគមបាទដូច្នេះកូននឹងចូលដល់វគ្គសង់ហើយបាទចូលដល់វគ្គសង់ក្រាបបាទសង់ក្រាបហើយនឹងបន្ទាត់បាទដូច្នេះកុំឲ្យវីដេអូនេះវែងលោកគ្រូសូមបញ្ចប់បាទសូមបញ្ចប់ត្រឹមប៉ុណ្ណឹងហើយគូក្រាបលោកគ្រូនឹងដាក់នៅផ្នែកខាងក្រោយឲ្យបាទដូច្នេះថ្ងៃនេះកូនត្រូវស្គាល់ឫសការ៉េនៃបាទចេះត្រូវចាំរហូតដល់ថ្ងៃប្រឡងបាទឫសការ៉េនៃស្មើប្រហែល 1.6 បាទកូនយក 1.6 បានបាទ1លើ2គេយកប្រហែល 0.2 នេះតម្លៃអតិរបស់យើងបាទតិចទេហើបបន្តិចបាទដូច្នេះក្នុងคลิปវីដេអូនេះលោកគ្រូសូមបញ្ចប់ប៉ុណ្ណឹងហើយសូមរំលឹកដល់កូនបាទការប្រឡងបាក់ឌុបនៅមួយខែទៀតដូច្នេះកូនមានឱកាសបាទជាប់បាក់ឌុបបើកូនប្រឹងពីពេលនេះទៅទោះបីកូនថ្នាក់ជាសាសក៏ដោយថ្នាក់សង្គមក៏ដោយបាទកូនត្រូវប្រឹងប្រែងព្រោះវាជាឱកាសល្អសម្រាប់កូនហើយនៅក្នុងឆាកជីវិតបាទកុំឲ្យការប្រឡងបាក់ឌុបនឹងធ្វើជាឧបសគ្គរបស់យើងឆ្នេះសូមកូនទទួលបានជោគជ័យនៅថ្ងៃទី10ខែសីហាឆ្នាំ2026សូមអរគុណសូម